អ្នកគ្រូចុះបើសម្រាប់បាន4ខែហើយតែមិនដែររួមដំណេកទេអាចលេបថ្នាំបញ្ជាកំណើតបានអស់ចាតាក់ទងជាមួយមជ្ឈបាយបញ្ជាកំណើតជាទូទៅស្ត្រីក្រោយពេលសម្រាប់កូនគេតែងតែណែនាំឲ្យប្រើប្រាស់ចាប់ពី1ខែទៅ1ខែកន្លះគឺយើងអាចប្រើប្រាស់បានហើយប៉ុន្តែបើសិនជាកូនដល់4ខែហើយក៏យើងនៅតែណែនាំឲ្យប្រើប្រាស់បានឲ្យតែច្បាស់ថាបងប្អូនទាំងគ្នាមិនមានផ្ទៃពោះពាក្យថាមិនមានផ្ទៃពោះមានន័យថាតាំងពីសម្រាប់រហូតដល់4ខែគឺយើងអត់បានរស់នៅជាមួយគ្នាឬក៏បើមិនយើងរស់នៅជាមួយគ្នាក៏យើងប្រើប្រាស់ស្រោមអនាម័យដែរអញ្ចឹងក្នុងលក្ខខណ្ឌហ្នឹងគឺអ្នកគ្រូណែនាំឲ្យប្រើប្រាស់ទាំងថ្នាំលេបទាំងថ្នាំចាក់កងក្រោមស្បែកកងក្នុងស្អូនគឺប្រើប្រាស់បានទាំងអស់តែត្រូវតែច្បាស់ថាមិនមានផ្ទៃពោះអំឡុងពេលប្រើប្រាស់រយៈពេល1អាទិត្យដំបូងគឺត្រូវតែតមរស់នៅជាមួយគ្នាឬក៏ប្រើប្រាស់ស្រោមអនាម័យបើសិនតែមានការរស់នៅជាមួយគ្នាណាអញ្ចឹងអ្នកគ្រូណែនាំឲ្យប្រើប្រាស់ទោះបីជាមិនទាន់មកឈាមបដៅក៏ដោយ4ខែក៏ប្រើបាន5ខែក៏ប្រើបាន6 7 8ខែធ្វើម៉េចឲ្យតែច្បាស់ថាតាំងពីសម្រាប់រហូតដល់ដែលយើងចង់ប្រើហ្នឹងអត់បានរស់នៅជាមួយគ្នាសោះឬក៏រស់ដែរប៉ុន្តែបានប្រើប្រាស់ស្រោមអនាម័យផ្ទុយមកវិញសម្រាប់ស្ត្រីដែលគាត់រស់នៅជាមួយគ្នាចាក់ទឹកក្រពៀនគឺយើងមិនអាចយកជាការថាពិតជាមិនមានផ្ទៃពោះទេមានន័យថាចាក់ទឹកក្រពៀងវាអាចភ្លាត់ស្នៀតអញ្ចឹងគឺយើងអត់អាចឲ្យប្រើប្រាស់ទេបើមិនជាតាំងពីយើងសម្រាប់រហូតដល់4ខែហ្នឹងយើងបានចាក់ទឹកក្រពៀងណាយើងអត់ទេអាហ្នឹងករណីហ្នឹងគឺយើងត្រូវតាមដានសិនករណីតាមដានរយៈពេល1ខែសិនក្នុងករណី1ខែហ្នឹងយើងតាមដានខែក្រោយតេស្តផ្ទៃពោះមើលបើមិនជាអត់មានផ្ទៃពោះទេគឺយើងអាចពជាកណាត់បានតែអំឡុងពេល1ខែហ្នឹងដែលយើងតាមដានណាយើងមានការរស់នៅជាមួយគ្នាគឺត្រូវតែប្រើប្រាស់ស្រោមអនាម័យឬអាចតមរយៈពេល1ខែដែលយើងតាមដានហ្នឹងទៅសុខភាពថាយើងពិតជាមានផ្ទៃពោះឬក៏អត់មានអញ្ចឹងត្រឡប់មកវិញសម្រាប់សំណួរបងអូនគឺអ្នកគ្រូណែនាំឲ្យប្រើប្រាស់ប៉ុន្តែត្រូវតែច្បាស់ថាអត់មានផ្ទៃពោះណាត្រូវតែច្បាស់ថាបានរស់ជាមួយគ្នាតាំងពីសម្រាប់រហូតដល់4ខែហ្នឹងហើយម្លងពេលប្រើប្រាស់មួយអាទិត្យហ្នឹងគឺយើងត្រូវតមរូបភាពរយៈពេលមួយអាទិត្យហ្នឹងអញ្ចឹងប្រើប្រាស់បានណាអញ្ចឹងតាក់ទងមួយចំណងផ្សេងៗពាក់ព័ន្ធជាមួយសុខភាពស្ត្រីសុខភាពបុរសជាកណាត់ផ្ទៃពោះអីបងប្អូនទាំងគ្នាអាចឆាតចូលក្នុង page អ្នកគ្រូពេរណាឬក៏ឆាតក្នុង Telegram ឬក៏ឆាត TikTok នេះបានអ្នកគ្រូឃើញអ្នកគ្រូនឹងឆ្លើយតបឲ្យអរគុណច្រើន